nước không server đầy nấu cứមាន comment ច្រើនប៉ុន្តែអ្នកទាំងអស់គ្នាចាំបាច់ដឹងវាទាំងអស់ទេដើម្បីលេង server បានប៉ុន្តែបើសិនជាយើងដឹងវាទាំងអស់ក៏វាល្អដែរអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបរៀនអ្នកទាំងអស់គ្នាអំពីរបៀបប្រើ comment នៅក្នុង server Dino បើសិនជាអ្នកទាំងអស់គ្នាដឹងពី comment មួយណាហើយគឺអ្នកទាំងអស់គ្នាអាច skip បានវីដេអូនេះគឺមិនមែនធ្វើឡើងសម្រាប់ឲ្យអ្នកទាំងអស់គ្នាមើលពីដើមដល់ចប់ទេគឺធ្វើឡើងសម្រាប់ឲ្យអ្នកទាំងអស់គ្នាមើលតែ comment ណាដែលអ្នកទាំងអស់គ្នាអត់ចេះទេហើយ comment នៅក្នុងវីដេអូនេះក៏ខ្ញុំអត់បានរៀបវាតាមលំដាប់អីដែរចាប់ផ្ដើមពី comment ដែលសំខាន់ជាងគេគឺជា comment ដែលឲ្យយើងយកចំណីហើយនឹងយក kit បានពេលដែលយើងចូល server ដំបូងក្នុងខ្លួនយើងប្រកាសជាអត់មាន item អត់មានអីទេហើយបើសិនជាយើងអត់ចង់ទៅរកដើមឈើឬមួយក៏អត់ចង់ទៅរក stone អីចឹងគឺអ្នកទាំងអស់គ្នាអាចយក kit ដោយ free បានអ្នកទាំងអស់គ្នាទៅសេពាក្យថា /player ហើយចុច enter មកគឺអ្នកទាំងអស់គ្នានឹងទទួលបាន kit iron មួយ set បែរ iron នេះផងដែរគឺខ្ញុំបាន enchant វាខ្លះៗដែរអញ្ចឹងវាមិនមែនជា iron ទៅទេហ្មងទេអ្នកទាំងអស់គ្នាពាក់ armor នឹងមកគឺអ្នកទាំងអស់គ្នានឹងរៀងមានសុវត្ថិភាពជាងមុនហើយកុំឲ្យ zombie អីវាយស្រួលពេកហើយដាវអីហ្នឹងគឺអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមលេង survival បានហើយប៉ុន្តែមុននឹងចាប់ផ្ដើមលេងគឺអ្នកទាំងអស់គ្នានឹងត្រូវដឹងពី comment មួយទៀតដែលខ្ញុំនឹងប្រាប់ comment /food គឺដូចឈ្មោះចឹងគឺអ្នកទាំងអស់គ្នាអាចយក food បានរយៈពេល2នាទីម្ដងអ្នកទាំងអស់គ្នាគ្រាន់តែសេ /food មកគឺអ្នកទាំងអស់គ្នានឹងយកបានហើយនេះគឺជា food 10ហ្នឹងហើយ cooldown វាគឺ2នាទីអញ្ចឹងគ្រាន់តែអ្នកទាំងអស់គ្នាដឹងពី comment ហ្នឹងគឺអ្នកទាំងអស់គ្នាអាចរស់នៅក្នុង server Dino បានហើយប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាដឹងពី comment របៀប teleport ទៀតគឺអ្នកទាំងអស់គ្នាលេង server បានកាន់តែស្រួល /TPA វាជា comment សម្រាប់ឲ្យអ្នកទាំងអស់គ្នាស្នើសុំ teleport ទៅកាន់ពីណាម្នាក់ប៉ុន្តែវាត្រូវការឲ្យគេទទួលដែរព្រោះវាជាការស្នើសុំមិនមែនជាការ teleport ទៅតាមបខំទេដោយសារតែឥឡូវមេឃយប់ហើយខ្ញុំសុំដេកមួយសិនអញ្ចឹងដើម្បីប្រើ comment /TPA បានគឺអ្នកទាំងអស់គ្នាគ្រាន់តែសេពាក្យថា /TPA ហើយដាក់ឈ្មោះគេមក /TPA ដក clear ហើយដាក់ឈ្មោះគេមកខ្ញុំនឹង teleport ទៅ account មួយទៀតរបស់ខ្ញុំដើម្បីបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញពេលដែលតែសេបានពេញចឹងហើយគឺអ្នកទាំងអស់គ្នាចុច enter មកបន្ទាប់ពីអញ្ចឹងមកគឺវានឹងមានការស្នើសុំ teleport ហើយតតែម្ខាងទៀតគេទទួលទើបយើងអាច teleport ទៅគេបានហើយបើសិនជាយើងចង់ទទួលការស្នើសុំ teleport គឺយើងអាចប្រើ comment /TP accept បានខ្ញុំនឹងធ្វើការ TP accept ពី account មួយទៀតរបស់ខ្ញុំដើម្បីបង្ហាញអ្នកទាំងអស់គ្នាយើងគ្រាន់តែសេថា /TP accept មកអ្នកដែលស្នើសុំមកយើងហ្នឹងគឺអាច teleport មកយើងបានហើយយើងជាអ្នកស្នើសុំគេហ្នឹងយើងត្រូវឈរស្ងៀមឲ្យបាន5 second ទើបអាច teleport ទៅគេបានបញ្ជាក់ការ teleport នៅក្នុង server គឺមាន cooldown 10នាទីលុះត្រាណាតែអ្នកទាំងអស់គ្នាមាន rank អីមួយ rank អីក៏បានដែរនៅក្នុងវីដេអូនេះគឺខ្ញុំបានដាក់ rank starter ទៅឲ្យ account ទី2របស់ខ្ញុំហើយខ្ញុំខ្លួនឯងក៏មាន rank starter ដូចគ្នាបន្ទាប់មកទៀតគឺជាការ teleport random បានន័យថាយើង teleport ទៅកន្លែងទី2ទី2អញ្ចឹង comment មួយនេះគឺខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាត្រូវតែប្រើដាច់ខាតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថា comment ហ្នឹងវាដំណើរការរបៀបម៉េច /RTP បានន័យថា random teleport ហ្នឹងពេលដែលយើងចុចមក server នឹង teleport យើងទៅកន្លែងណាមួយដែលវា random នៅក្នុង world ហ្នឹង comment ហ្នឹងគឺយើងត្រូវរងចាំ5 second ដូចគ្នាឥឡូវនេះ server គឺបាន teleport ខ្ញុំមកដល់កន្លែងនេះមួយដែលជា villager ពេលដែលអ្នកទាំងគ្នា teleport ប្រហែលជាអត់សំណាងបាន villager អញ្ចឹងទេប៉ុន្តែគឺវាជាកន្លែងមួយដែលមានសុវត្ថិភាពអ្នកទាំងគ្នាមើលនៅលេខកន្លែងនេះគឺជា position របស់យើងដែលវានៅឆ្ងាយពី spawn មែនតើអញ្ចឹងវាគឺមានសុវត្ថិភាពហើយដែលអ្នកទាំងគ្នាអាចចាប់ផ្ដើមធ្វើផ្ទះធ្វើអីបានប៉ុន្តែបើសិនជា teleport មកឃើញមានដុំថ្មឃើញមានអីបានន័យថាកន្លែងហ្នឹងគឺមានគេមកហើយម្ដងហើយអញ្ចឹងធ្វើផ្ទះនៅនឹងឬអត់វាជាជំរឿរបស់អ្នកទាំងគ្នាប្រូនេះសួរខ្ញុំមិនបានខ្ញុំមក rank starter វិញចាំខ្ញុំប្រាប់គាត់ថាខ្ញុំកំពុង record វីដេអូឥឡូវខ្ញុំ teleport ទៅ account មួយទៀតរបស់ខ្ញុំដើម្បីបន្តការបរៀនអ្នកទាំងគ្នាទៀតពេលដែលមាន rank អញ្ចឹងគឺស្រួល teleport ទៅវិញទៅមកមែនតើដល់ចាំបាច់មាន cooldown ទេប៉ុន្តែអ្នកទាំងគ្នាក៏ចាំបាច់ត្រូវការទិញ rank ដែរដើម្បីលេង server បានគ្រាន់តែចាំ10នាទីទៅចាំតាមមួយ plate គឺវាអស់ហើយបន្ទាប់មកទៀតគឺជា comment set home ដែលអ្នកទាំងគ្នាអាច set location base set location ផ្ទះរបស់អ្នកទាំងគ្នាបានដើម្បី set home បានគឺអ្នកទាំងគ្នាគ្រាន់តែសេ /set home មកគឺអ្នកទាំងគ្នាអាច set home បានហើយខ្ញុំនឹងយក gold block មួយនេះដើម្បីដាក់បញ្ជាក់ថាវាជាកន្លែង home របស់ខ្ញុំដើម្បីឲ្យអ្នកទាំងគ្នាកាន់តែស្រួលមើលឥឡូវខ្ញុំនឹង set home នៅលើកន្លែង gold block មួយនេះអ្នកទាំងគ្នាគ្រាន់តែសេពាក្យថា /set home ប៉ុណ្ណឹងមកគឺវានឹងបាន set home នៅកន្លែង gold block មួយហ្នឹងឯងលើក្រោយពេលដែលអ្នកទាំងគ្នាដើរទៅឆ្ងាយគឺអ្នកទាំងគ្នាអាច teleport មកកន្លែង gold block ហ្នឹងវិញបានកន្លែងដែលយើងបាន set home វិញបានហើយដើម្បី teleport ទៅវិញបានគឺអ្នកទាំងគ្នាគ្រាន់តែសេពាក្យថា /home /set home ដើម្បី set home /home ដើម្បី teleport ទៅវិញពេលដែល /home ហើយគឺអ្នកទាំងគ្នាត្រូវរងចាំ5 second ហើយគឺវានឹង teleport មកវិញហើយប៉ុន្តែឧទាហរណ៍ថាបើសិនជាអ្នកទាំងគ្នាដូរផ្ទះនឹងត្រូវគេ raid អញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីលុបផ្ទះពីកន្លែងហ្នឹងវិញឥឡូវខ្ញុំលុបអាហ្នឹងចោលខ្ញុំវាយចោលហើយខ្ញុំចង់ set ផ្ទះនៅកន្លែងនេះវិញដើម្បី delete ផ្ទះគឺអ្នកទាំងគ្នាត្រូវតែសេពាក្យថា /del home /del home ហើយដក clear ដាក់ឈ្មោះផ្ទះអ្នកទាំងគ្នាមកខ្ញុំគឺ home ពេលដែលអ្នកទាំងគ្នាទៅសេពាក្យថា /home ហើយដាក់ឈ្មោះគឺ
គឺវានឹងអូតូទៅជាឈ្មោះ home ចឹងហើយអ្នកនរគ្នា slash del home ដក clear home មកប៉ុណ្ណឹងមកគឺអ្នកនរគ្នានឹងលុបផ្ទះអ្នកនរគ្នាដែល set នៅកន្លែងនេះមិញហើយឥឡូវគឺខ្ញុំ teleport ទៅនឹងទៀតលេងកើតហើយខ្ញុំចង់ set នៅកន្លែងថ្មីគឺអ្នកនរគ្នាគ្រាន់តែ slash home ទៅតែមក slash set home ទៅតែមកវីដេអូនេះគឺចំណាយពេល record ហើយនឹង edit យូរមែនទែនបើសិនជាអ្នកនរគ្នាចង់ support ខ្ញុំគឺអាចចុច like ហើយនឹង subscribe បានឬមួយក៏ចង់ support server ដោយផ្ទាល់គឺអ្នកនរគ្នាអាចទិញ rank បាន comment នេះគឺអត់សូវសំខាន់បានទេបើសិនជាអ្នកនរគ្នាលេងតែឯងប៉ុន្តែបើសិនជាមាន team គឺវាជួយយើងបានច្រើន /msg នឹងគឺជា comment សម្រាប់ឲ្យយើង send private chat ទៅគ្នារបស់យើងដោយអត់ឲ្យគេមើលឃើញទេបើសិនជាយើង chat នៅក្នុង server ណាគេក៏អាចមើលឃើញដែរអញ្ចឹងដើម្បី chat កុំឲ្យគេមើលឃើញតតែអ្នកនរគ្នាទៅ say private chat ទៅមិត្តភ័ក្តិអ្នកនរគ្នាឬមួយក៏ team អ្នកនរគ្នាដើម្បីប្រើ comment ហ្នឹងគឺអ្នកនរគ្នា /msg មកហើយអ្នកនរគ្នាត្រូវដាក់ឈ្មោះគ្នាអ្នកនរគ្នាសម្រាប់ខ្ញុំគឺខ្ញុំនឹងដាក់ឈ្មោះ account ទី2របស់ខ្ញុំពេលដែលដាក់ឈ្មោះហើយអ្នកនរគ្នាគ្រាន់តែដក clear មកហើយទៅ say chat ដែលយើងចង់ chat ទៅគេហ្នឹងហើយនឹងអត់មានអ្នកផ្សេងដែលអាចមើលឃើញទេឧទាហរណ៍ខ្ញុំទៅ say ថាអាកាអញ្ចឹងទៅពេលដែលខ្ញុំចុច enter មកគឺវានឹង load មកនេះ send private chat ទៅ account ទី2របស់ខ្ញុំហើយអាកាអញ្ចឹងមកនៅ account ទី2របស់ខ្ញុំគឺខ្ញុំនឹងអាចមើលឃើញថាណាគេជាអ្នក send private chat មកខ្ញុំអញ្ចឹងបើសិនជាខ្ញុំចង់ reply ទៅគេវិញខ្ញុំគ្រាន់តែទៅ say /msg ដាក់ឈ្មោះគេមកហើយទៅយើងទៅ say chat ទៅវិញទៅមកអញ្ចឹងទៅប៉ុន្តែបើសិនជាមានអ្នកផ្សេងដែលមិនមែនជា team យើងទេចង់ chat មកយើងញ៉ៃយើងត្រូវធ្វើម៉េចអញ្ចឹងគឺអ្នកទាំងគ្នាត្រូវប្រើ /ignore ដែលយើងត្រូវ ignore គេចោលហ្មងខ្ញុំទៅ say ថា /ignore ដក clear មកខ្ញុំដាក់ឈ្មោះ account ទី2របស់ខ្ញុំអញ្ចឹងបានន័យថាខ្ញុំ ignore account ទី2របស់ខ្ញុំហើយពេលដែល account ទី2របស់ខ្ញុំ chat ឬមួយក៏ private chat មកខ្ញុំគឺខ្ញុំនឹងមើលឃើញទេឥឡូវខ្ញុំនឹងបង្ហាញឲ្យអ្នកទាំងគ្នាបានឃើញពេលដែលខ្ញុំទៅ say ពាក្យថា /msg ហើយខ្ញុំដាក់ឈ្មោះខ្ញុំមកបន្ទាប់មកទៀតខ្ញុំទៅ say message អីមួយឧទាហរណ៍ថាអាកាអញ្ចឹងទៅពេលដែលខ្ញុំចុច enter មកគឺវានឹង load ថា account ទី2របស់ខ្ញុំនឹងបាន send private chat មក account របស់ខ្ញុំហើយតែពេលដែលខ្ញុំឆែកមើលទៅគឺអត់ឃើញទេដោយសារតែខ្ញុំបាន ignore account ទី2របស់ខ្ញុំហើយអញ្ចឹងបើសិនជាមានគេ chat អញញ៉ៃអីគឺអ្នកទាំងគ្នា ignore គេចោលទៅហើយបើសិនជាអ្នកទាំងគ្នាចង់ឈប់ ignore វិញគឺគ្រាន់តែទៅ say /ignore មកហើយដាក់ឈ្មោះអ្នកដែលយើង ignore នឹងម្ដងទៀតមកប៉ុណ្ណឹងគឺអ្នកទាំងគ្នានឹងឈប់ ignore គេហើយអ្នកទាំងគ្នានឹងបាន chat ពីគេមកយើងវិញហើយបើសិនជាអ្នកទាំងគ្នាចង់ដឹងថាអ្នកទាំងគ្នា ignore ពីណាខ្លះគ្រាន់តែ say /ignore ហើយអត់ចាំបាច់ដាក់ឈ្មោះទេអ្នកទាំងគ្នាគ្រាន់តែ say ប៉ុណ្ណឹងមកគឺវានឹង load ឈ្មោះអ្នកដែលយើង ignore ហើយក្នុងករណីនេះគឺខ្ញុំអត់មាន ignore ពីណាទេអញ្ចឹងគឺវាអត់មាន load អីមកទេ comment មួយទៀតដែលជា comment សំខាន់មួយដែរគឺ /menu គឺវាបើក menu នៅក្នុង server ឲ្យដូច menu នៅហាងកាហ្វេហាងអីចឹងមានអីខ្លះ /menu មកគឺអ្នកទាំងគ្នានឹងឃើញ menu មួយនេះហើយអ្នកទាំងគ្នាស្គាល់ comment នេះប៉ុន្តែនៅក្នុង menu នេះបើសិនជាអ្នកទាំងគ្នាអត់ចាំ comment គឺអ្នកទាំងគ្នាអាចបើក menu នឹងបាន comment នេះគឺជា comment យកសាច់ get food ហ្នឹងអានេះគឺបើក night vision ឧទាហរណ៍ឥឡូវបើសិនជាខ្ញុំចុច comment ហ្នឹងអ្នកទាំងគ្នាឃើញវាភ្លឺជាងមុនអត់ឥឡូវខ្ញុំរកកន្លែងដែលឧទាហរណ៍ឲ្យអ្នកទាំងគ្នាមើលសិនឥឡូវនេះគឺអ្នកទាំងគ្នាមើលទៅឃើញភ្លឺធម្មតាដោយសារតែខ្ញុំមាន night vision ប៉ុន្តែបើសិនជាខ្ញុំបិទ night vision វិញគឺអ្នកទាំងគ្នានឹងឃើញអាងឹតចឹងឥឡូវខ្ញុំបិទ night vision គឺអ្នកទាំងគ្នាឃើញអាងឹតឆឹងអញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់បាន night vision គឺអ្នកទាំងគ្នាគ្រាន់តែ say /menu ចឹងមកហើយចុចអាហ្នឹងមកគឺវានឹងភ្លឺហើយបន្ទាប់ពីហ្នឹងគឺជា comment random teleport ដែលជា comment /otp ដែលខ្ញុំបង្ហាញមុនហ្នឹងអាហ្នឹងគឺអ្នកទាំងគ្នាអាច /otp ទៅបានហើយបន្ទាប់មកទៀតគឺជា kit player គឺជា comment /player ហ្នឹង comment ចុងក្រោយគេគឺជា comment trade ពេលដែលអ្នកទាំងគ្នាចុចទៅគឺវានឹង trade ដូច villager ចឹងប៉ុន្តែ item នេះគឺខ្ញុំជាអ្នកដាក់ចូលទេហើយពេលខ្លះគឺខ្ញុំដាក់ item ពិសេសអីដើម្បីឲ្យអ្នកទាំងគ្នាលេងអីចឹងប្រូម្នាក់នេះគឺគាត់បាន teleport មកខ្ញុំប៉ុន្តែខ្ញុំខ្លាចគាត់មកកំតិចកន្លែងខ្ញុំចឹងខ្ញុំអត់ត accept គាត់ទេខ្ញុំគ្រាន់តែទុកចោលចឹងទៅគឺគាត់មកខ្ញុំអត់កើតទេបើសិនជាអ្នកទាំងគ្នាចង់បើក night vision ដោយអត់ចាំបាច់ចូល menu ទេគឺអ្នកទាំងគ្នាគ្រាន់តែសេអក្សរកាត់ /nv មក /nv គឺខ្ញុំបិទ night vision /nv ម្ដងទៀតគឺបើកវិញបន្ទាប់មកទៀតគឺជា /sit ដើម្បីឲ្យអ្នកទាំងគ្នាអាចយក sit server បានហើយខ្ញុំនឹងធ្វើវីដេអូមួយទៀតបរៀនអ្នកទាំងគ្នាថា sit server វាមានប្រយោជន៍អីខ្លះអ្នកទាំងគ្នាគ្រាន់តែ /sit ចឹងមកគឺវានឹងចេញ sit server មកហើយលេខហ្នឹងគឺនឹងមានប្រយោជន៍នៅវីដេអូក្រោយទៀត /rule គឺជា comment សម្រាប់ឲ្យយើងមើលច្បាប់ server ថានៅក្នុង server មានច្បាប់អីខ្លះអ្នកទាំងគ្នាមើលវីដេអូហ្នឹងប្រកាសជាដឹងថា server មានច្បាប់អីខ្លះហើយប៉ុន្តែខ្ញុំគ្រាន់តែចង់បង្ហាញអ្នកទាំងគ្នាម្ដងទៀត /rule ហើយគឺវានឹង load ច្បាប់ server មកឲ្យមានតែ4ហ្នឹងទេ /thread នេះគឺបើកអា menu thread មួយហ្នឹង thread ជាមួយ villager ហ្នឹងប្រូម្នាក់នេះគឺគាត់បាន private chat មកខ្ញុំដើម្បីចង់ដឹងថាខ្ញុំ record នៅណាអីទៅណាចឹងប៉ុន្តែខ្ញុំអត់ចង់ ignore គាត់ទេគឺខ្ញុំចង់បិទកុំឲ្យមានណាគេទាំងអស់ private chat មកខ្ញុំបានគឺបានន័យថាមក server ហ្នឹងលែងមានអ្នកដែល private chat មកខ្ញុំបានហើយអញ្ចឹងគឺខ្ញុំគ្រាន់តែទៅ say ពាក្យថា /msg toggle ពេលដែលខ្ញុំដាក់ចឹងហើយគឺអត់មានអ្នកដែល private chat មកខ្ញុំបានទេគឺខ្ញុំមិន ignore គេទេគឺខ្ញុំបិទកុំឲ្យគេ private chat មកខ្ញុំបានហ្មងហើយវីដេអូនេះគឺចំណាយពេល edit យូរមែនតើអញ្ចឹងអ្នកទាំងគ្នាអាចជួយ support ខ្ញុំដោយការ like ហើយនិង subscribe បានអរគុណ